នៅពេលអ្នកដើរចូលក្នុងផ្សារទំនើបអ្នកប្រកាសជាឃើញគីវីពីរប្រភេទដែលលក់ក្បែរគ្នាគឺគីវីបៃតងនិងគីវីមាសតើពួកវាខុសគ្នាយ៉ាងណាហើយតើមួយណាដែលស័ក្តិសមបំផុតសម្រាប់សុខភាពរបស់អ្នកថ្ងៃនេះយើងនឹងមកវះកាត់មើលពីគុណសម្បត្តិរៀងៗខ្លួនរបស់ស្ដេចផ្លែឈើទាំងពីរនេះមុននឹងចូលដល់អត្ថប្រយោជន៍យើងមកដឹងពីប្រភពរបស់វាបន្តិចសិនគីវីមានដើមកំណើតមកពីប្រទេសចិនដែលមានឈ្មោះថាយ៉ាងតៅប៉ុន្តែវាបានល្បីល្បាញពេញពិភពលោកតាមរយៈប្រទេស Nouvelle-Zélande អ្វីដែលធ្វើឲ្យគីវីអស្ចារ្យបំផុតនោះគឺដងស៊ីតេចិញ្ចឹមក្នុងផ្លែគីវីតូចមួយវាមានវីតាមីន C ខ្ពស់ជាងផ្លែក្រូចដល់ទៅ2ដងមានប៉ូតាស្យូមប្រហាក់នឹងផ្លែចេកនិងមានជាតិសរសៃលើសពីផ្លែប៉ោមទៅទៀតក្រៅពីនេះវាក៏សម្បូរទៅដោយវីតាមីន K វីតាមីន E និងសារធាតុ Folate យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្នែកទី1អត្ថប្រយោជន៍នៃផ្លែគីវី 1. ប្រព័ន្ធការពាររាងកាយមនុស្សភាគច្រើនគិតដល់ផ្លែក្រូចនៅពេលនិយាយពីវីតាមីន C ប៉ុន្តែតាមពិតទៅគីវីមានវីតាមីន C ច្រើនជាងក្រូចដល់តែ2ដងវីតាមីន C នេះមិនមែនគ្រាន់តែជួយការពារផ្តាសាយធម្មតានោះទេប៉ុន្តែវាគឺជាមេបញ្ជាការដែលបញ្ជាឲ្យក្របឈុំសលើកូស៊ីតធ្វើការកាន់តែសកម្មក្នុងការកម្ចាត់មេរោគដែលចូលមកឈ្លានពានរាងកាយវាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលជួយជួសជុលកោសិកាដែលខូចខាតដើម្បីទទួលបានវីតាមីន C ជាអត្តបរិមាអ្នកមិនគួរយកគីវីទៅចម្អិនឬដាក់ក្នុងទឹកក្តៅឡើយព្រោះកម្ដៅនឹងបំផ្លាញវីតាមីន C យកល្អគួរញ៉ាំស្រស់ៗឬដាក់ក្នុងទឹករលុកត្រជាក់ប្រសិនបើអ្នកមានអារម្មណ៍ថាចាប់ផ្ដើមចង់កណ្ដោះឬរមាស់បំពង់កសញ្ញាផ្ដាសាយដំបូងសូមញ៉ាំគីវីពីរផ្លែក្នុងថ្ងៃនោះវានឹងជួយកាត់បន្ថយរយៈពេលនៃជំងឺផ្ដាសាយឲ្យឃ្លីជាងមុននិងកាត់បន្ថយការឈឺបំពង់កបានយ៉ាងឆាប់រហ័ស 2. ប្រព័ន្ធរំលាយអាហារគីវីគឺជាផ្លែឈើតែមួយដែលមានអង់ស៊ីមអាក់ធីនីឌីនអង់ស៊ីមនេះដើរតួដូចជាកន្ត្រៃប៊ីយ៉ូសាសដែលទៅកាត់បំបែកម៉ូលេគុលប្រូតេអ៊ីនធំៗពីសាច់សត្វថ្វាសសងឬទឹកដោះគោលឲ្យទៅជាបំណែកតូចៗដែលពោះវៀនងាយស្រូបយកលើសពីនេះជាតិសរសៃ fiber ក្នុងគីវីមានលក្ខណៈពិសេសគឺវាអាចបឺតទឹកបានល្អធ្វើឲ្យកាកសំណល់ក្នុងពោះវៀនទន់និងងាយបញ្ចេញមកក្រៅក្រៅពីនេះវាក៏សម្បូរទៅដោយវីតាមីន K វីតាមីន E និងសារធាតុ Folate យ៉ាងច្រើនសន្ធឹកសន្ធាប់ 3. ការពារបេះដូងនិងបញ្ចុះសម្ពាធឈាមគីវីសម្បូរទៅដោយប៉ូតាស្យូមដែលជួយទម្លឹងជាតិអំបិលក្នុងរាងកាយនិងជួយឲ្យសរសៃឈាមរីកធំបានល្អការសិក្សាដ៏ល្បីមួយបានបង្ហាញថាការញ៉ាំគីវី2ទៅ3ផ្លាក្នុងមួយថ្ងៃមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងការប្រើថ្នាំអាស្ពីរីនកម្រិតស្រាលដើម្បីឲ្យឈាមរាវមិនកកស្ទះនិងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមដែលជាមូលហេតុនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រៃឬអាហារកំប៉ុងដែលសម្បូរជាតិសូឌីយ៉ូមគួរញ៉ាំគីវីបន្ថែមទៀតដើម្បីឲ្យប៉ូតាស្យូមទៅបណ្ដេញជាតិប្រៃលើសចេញពីឈាមតាមរយៈទឹកនោមការសិក្សាជាច្រើនបានបង្ហាញថាមនុស្សចាស់ដែលមានសម្ពាធឈាមឡើងខ្ពស់បន្តិចបន្តួចបើបន្ថែមគីវីទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់គាត់នឹងសង្កេតឃើញថាសម្ពាធឈាមរបស់គាត់នឹងមានស្ថិរភាពជាងមុនក្រោយពេលអនុវត្តបាន28ថ្ងៃ 4. ការគេងលក់ស្រួលនេះគឺជាអត្ថកម្បាំងដែលមិនសូវមានគេដឹងគីវីមានផ្ទុកសារធាតុ Serotonin និង Folate ក្នុងកម្រិតខ្ពស់ Serotonin មិនត្រឹមតែជួយឲ្យមានអារម្មណ៍សប្បាយចិត្តនោះទេប៉ុន្តែវាគឺជាសារធាតុដើមដែលរាងកាយប្រើដើម្បីផលិតជាអរម៉ូនគេងលក់ហៅថា Melatonin ការញ៉ាំគីវីមិនត្រឹមតែជួយគេងលក់លឿនទេប៉ុន្តែវាជួយឲ្យគុណភាពការគេងកាន់តែស្កប់ស្កល់ឬហៅថា Deep Sleep មិនសូវភ្ញាក់កណ្ដាលមិត្តត្រីសូមញ៉ាំគីវី2ផ្លែ1ម៉ោងមុនពេលចូលគេងវានឹងផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យប្រព័ន្ធរំលាយអាហារស្រូបយកសារធាតុ Serotonin ទៅជួយដល់ប្រព័ន្ធប្រសាទរបស់អ្នកប្រសិនបើអ្នកមានទម្លាប់ពិបាកគេងព្រោះតែខួរក្បាលគិតច្រើនឬ stress ពីការងារសាកល្បងជំនួសការមើលទូរស័ព្ទដោយការញ៉ាំគីវី2ផ្លែរួចស្ដាប់តន្ត្រីស្រាលៗអ្នកនឹងឃើញពីភាពខុសប្លែកនៃថាមពលនៅពេលព្រឹកស្អែកផ្នែកទី2សម្រស់និងភ្នែកចុះចំពោះសម្រស់វិញផ្លែគីវីជួយអ្វីខ្លះគីវីគឺជាមិត្តល្អបំផុតរបស់សុភាពនារីនិងអ្នកដែលស្រឡាញ់ស្បែកវីតាមីន C ដ៏ឆានសន្ធឹកសន្ធាប់ក្នុងគីវីដើរតួដូចជារោងចក្រផលិតកូឡាហ្សែនបែបធម្មជាតិដែលជួយឲ្យស្បែកតឹងណែនភ្លឺថ្លានិងកាត់បន្ថយស្នាមអុចក្តៅរីឯវីតាមីន E វិញជួយប្រឆាំងកោសិកាស្បែកពីការបំផ្លាញដោយកម្ដៅថ្ងៃនិងផ្សែងពុល
មិនត្រឹមតែជួយកោសិកាស្បែកនោះទេភ្នែករបស់អ្នកក៏ត្រូវការគីវីដែរសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទឬកុំព្យូទ័រលើសពី5ម៉ោងក្នុងមួយថ្ងៃជាតិលូថេអ៊ីនហើយនិង zeaxanthin នៅក្នុងគីវីនឹងជួយបង្កើតជាវ៉ែនតាការពារបែបធម្មជាតិដើម្បីការពារកែវភ្នែកពីពន្លឺពណ៌ខៀវឬហៅថា blue light និងបង្កើនជំងឺកែវភ្នែកឡើងបាយចំពោះមនុស្សចាស់ដើម្បីទទួលបានស្បែកស្អាតបែប glow តាមបែបធម្មជាតិសូមសាក់លបងញ៉ាំគីវីមួយផ្លែលាយជាមួយយ៉ាអ៊ូរៀងរាល់ព្រឹកវីតាមីន C ក្នុងគីវីនិងប្រូតេអ៊ីនក្នុងយ៉ាអ៊ូនឹងធ្វើការជាមួយគ្នាដើម្បីជួសជុលកោសិកាស្បែកបានយ៉ាងល្អបំផុតផ្នែកទី3របៀបញ៉ាំនិងការប្រុងប្រយ័ត្នតើគួរញ៉ាំគីវីយ៉ាងដូចម្តេចឲ្យត្រូវបច្ចេកទេសនិងចំណេញបំផុតមនុស្សភាគច្រើនចិត្តសម្បកវាចោលប៉ុន្តែតើអ្នកដឹងទេថាសម្បកគីវីគឺជាកន្លែងដែលផ្ទុកជាតិសរសៃ fiber និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុតប្រសិនបើអ្នកលាងវាឲ្យស្អាតហើយញ៉ាំទាំងសម្បកអ្នកនឹងទទួលបានជាតិសរសៃច្រើនជាងមុនដល់ទៅ3ដងនិងវីតាមីន E ច្រើនជាងការញ៉ាំតែសាច់ដល់ទៅ 30% ទោះជាយ៉ាងណាគីវីមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេសម្រាប់បងប្អូនដែលមានប្រវត្តិអាឡែហ្ស៊ីដូចជារមាត់បំពង់កឬហៅបបោមាត់ក្រោយញ៉ាំគួរតែបញ្ឈប់ភ្លាមជាពិសេសអ្នកដែលមានបញ្ហាគ្រូក្នុងតម្រងនោមគួរតែប្រុងប្រយ័ត្នខ្ពស់ឬពិភាក្សាជាមួយគ្រូពេទ្យព្រោះគីវីមានជាតិអុកសាឡាតដែលអាចធ្វើឲ្យគ្រូក្នុងតម្រងនោមរីកធំឬរើឡើងវិញបានផ្នែកទី4ប្រភេទនៃផ្លែគីវីតើមួយណាដែលអ្នកគួរជ្រើសរើសគីវីបៃតងនិងគីវីមាសនៅពេលអ្នកដើរចូលក្នុងផ្សារទំនើបអ្នកប្រកាសជាឃើញគីវីពីរប្រភេទដាក់លក់ក្បែរគ្នាគឺគីវីបៃតងនិងគីវីមាសតើពួកវាខុសគ្នាយ៉ាងណាហើយតើមួយណាដែលស័ក្តិសមបំផុតសម្រាប់សុខភាពរបស់អ្នកថ្ងៃនេះយើងនឹងមកវាកាត់មើលពីគុណសម្បត្តិរៀងៗខ្លួនរបស់ស្ដេចផ្លែឈើទាំងពីរនេះ1គីវីបៃតង Green Kiwi អ្នកឯកទេសប្រព័ន្ធរំលាយអាហារគីវីបៃតងគឺជាប្រភេទប្រពៃណីដែលយើងស្គាល់តាំងពីដើមមកវាមានសម្បកពណ៌ត្នោតមានរោមច្រើននិងរាងពងក្រពៀវចំណែកខ្លាំងបំផុតរបស់គីវីបៃតងគឺជាតិសរសៃ fiber វាមានជាតិសរសៃច្រើនជាងគីវីមាសដល់ទៅ 1.5 ដងដែលធ្វើឲ្យវាក្លាយជាអំបោសធម្មជាតិសម្រាប់សម្អាតពោះវៀនគីវីបៃតងវាមានរសជាតិបែបជូរអែម zesty and tangy ដែលផ្ដល់អារម្មណ៍ស្រស់ស្រាយខ្លាំងវាស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់ព្រោះវាមានកាឡូរីទាបនិងមានកម្រិតជាតិស្ករទាប low GI ដែលជួយឲ្យអ្នកឆ្អែតបានយូរនិងគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អដោយសារគីវីបៃតងមានអង់ស៊ីម actinidin ខ្ពស់បំផុតអ្នកអាចយកវាទៅប្រឡាក់សាច់ដូចជាសាច់គោឬសាច់ជ្រូកទុកចោល10ទៅ15នាទីមុនពេលអាំងអង់ស៊ីមនេះនឹងជួយបំបីសរសៃសាច់ធ្វើឲ្យសាច់របស់អ្នកទន់និងងាយរំលាយបំផុត2គីវីមាសប្រភពនៃវីតាមីន C ចំណែកឯគីវីមាសវិញវាមានរូបរាងប្លែកបន្តិចដោយមានសម្បកពណ៌សម្រិចរលោងគ្មានរោមនិងមានសាច់ពណ៌លឿងដូចមាសចំណុចឈ្នះដាច់របស់គីវីមាសគឺវីតាមីន C គីវីមួយផ្លែមានវីតាមីន C ច្រើនជាងផ្លែក្រូចដល់ទៅ3ដងនិងច្រើនជាងគីវីបៃតងដល់ទៅ2ដងវាមានរសជាតិផ្អែមឆ្ងាញ់និងមានក្លិនក្រអូបប្រហើរស្រដៀងទៅនឹងរសជាតិផ្លែស្វាយលាយទៅនឹងផ្លែ strawberry វាជាជម្រើសលេខ1សម្រាប់កុមារនិងមនុស្សចាស់ដែលមិនសូវចូលចិត្តញ៉ាំរបស់ជូរវាជួយបង្កើនប្រព័ន្ធការពាររាងកាយឲ្យខ្លាំងក្លាភ្លាមៗនិងជួយឲ្យស្បែកភ្លឺថ្លាឆាប់រហ័សដោយសារវាមានវីតាមីន C និង E ខ្ពស់ខ្លាំងការញ៉ាំគីវីមាសរៀងរាល់ព្រឹកនឹងជួយជំរុញឲ្យរាងកាយផលិតកូឡាហ្សែនកាន់តែលឿនបើអ្នកចង់បានស្បែក glow ភ្លឺថ្លាចេញពីខាងក្នុងសូមរើសយកគីវីមាសសេចក្តីសន្និដ្ឋានតើគួររើសយកមួយណាសូមរើសយកគីវីបៃតងប្រសិនបើអ្នកមានបញ្ហាទល់ទម្ងន់ចង់សម្រក់ទម្ងន់ឬចង់យកទៅប្រឡាក់សាច់ឲ្យទន់សូមរើសយកគីវីមាសប្រសិនបើអ្នកចង់ពង្រឹងប្រព័ន្ធការពាររាងកាយឲ្យខ្លាំងកាត់បន្ថយភាពហត់នឿយឬចង់បានរសជាតិផ្អែមឆ្ងាញ់ងាយស្រួលញ៉ាំបើអ្នកអាចធ្វើបានល្អបំផុតគឺញ៉ាំឡាយគ្នាការញ៉ាំគីវីមាសមួយផ្លែនិងបៃតងមួយផ្លែមួយថ្ងៃនឹងផ្ដល់ឲ្យអ្នកទុំលកៀបដ៏ល្អបំផុតរវាងជាតិសរសៃសម្រាប់ពោះវៀននិងវីតាមីន C សម្រាប់ភាពស៊ាំករបៀបជ្រើសរើសនិងបន្ទុំផ្លែគីវី1របៀបជ្រើសរើសច្របាច់វាថ្នមៗ
បើវាមានអារម្មណ៍ថាទុនល្មើយដោយផ្លែពេះនោះមានន័យថាវាទុំផ្អែមល្អហើយតែបើវានៅរឹងពឹងគឺវាមានជាតិជូរខ្លាំង 2. របៀបបន្ទុំបើអ្នកទិញគីវីរឹងមកហើយចង់ឲ្យវាទុំលឿនសូមដាក់វាចូលទៅក្នុងថង់ក្រដាសជាមួយផ្លែចេកឬផ្លែអាពិលរួចទុកចោលមួយយប់ឧស្ម័នអេធីឡែនពីផ្លែឈើទាំងនោះនឹងជួយឲ្យគីវីទុំលឿនដោយបំណងជាចុងក្រោយផ្លែគីវីមិនមែនត្រឹមតែជាអាហារសម្រានដែលមានរសជាតិឆ្ងាញ់សម្រាប់លាងមាត់នោះទេប៉ុន្តែវាគឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់សុខភាពយូរអង្វែងរបស់អ្នកនិងក្រុមគ្រួសារលោកអ្នកមិនបាច់ញ៉ាំច្រើនពេកទេត្រឹមតែ1ទៅ2ផ្លែក្នុងមួយថ្ងៃអ្នកនឹងចាប់ផ្ដើមឃើញការផ្លាស់ប្ដូរដ៏អស្ចារ្យស្បែកភ្លឺជាងមុនគេងលក់ស្មានស្រួលជាងមុននិងមានកម្លាំងថាមពលជាងមុនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងល្អៗសូមកុំភ្លេចចុច like share ទៅកាន់មិត្តភ័ក្តិឬសាច់ញាតិនិងជាពិសេសសូមចុច subscribe channel របស់យើងខ្ញុំរួចបើករូបកណ្ដឹងដើម្បីកុំឲ្យរំលងវីដេអូអប់រំសុខភាពថ្មីៗដែលយើងនឹងបន្តចែករំលែកជូនបងប្អូនជារៀងរាល់ថ្ងៃជម្រាបលា